រឿងក្របស្រូវទឹកកាលពីព្រេងនាយមានបរិះកសិករដ៏ស្មោះត្រង់ម្នាក់ឈ្មោះតារារស់នៅក្នុងភូមិមួយដែលកំពុងជួបគ្រោះរាំងស្ងួតយ៉ាងខ្លាំងគាត់ខិតខំធ្វើស្រែទាំងយប់ទាំងថ្ងៃប៉ុន្តែដីស្រែដែលប្រេះបែកនៅតែមិនផ្ដល់ផលអ្វីសោះឡើយល្ងាចមួយមានលោកតាចាស់ម្នាក់ដែលកំពុងឃ្លានបានដួលសន្លប់នៅមុខផ្ទះរបស់គាត់ដោយក្តីអាណិតតារាបានយកបាយចុងក្រោយរបស់ខ្លួនទៅជូនលោកតានោះដោយមិនស្ទាក់ស្ទើរភ្លាមនោះលោកតាក៏ប្រែជាទេវតារក្សាវត្ថុស័ក្តិសិទ្ធិលោកតាបានប្រគល់គ្រាប់ស្រូវទឹកឲ្យតារាហើយផ្ដាំថាចូលឃ្លួយយកទៅដាំដោយចិត្តបរិសុទ្ធចុះតារាបានធ្វើតាមបណ្ដាំគាត់បានជ្រើសរើសដីដែលល្អបំផុតហើយដាំគ្រាប់ស្រូវទឹកនោះដោយយកចិត្តទុកដាក់និងស្រោចទឹកដោយក្តីសង្ឃឹមព្រឹកស្អែកឡើងរឿងមិនគួរឲ្យជឿបានកើតឡើងគ្រាប់ស្រូវមួយគ្រាប់នោះបានคล้ายជាដើមស្រូវយក្សដែលផ្ដល់ផលរាប់ម៉ឺនគ្រាប់ពណ៌មាសចាំងភ្លេកដំណឹងនេះបានឮដល់សេដ្ឋីដែលជាអ្នកជិតខាងលបលន់គាត់កើតចិត្តច្រណែនហើយលួចឃ្លាំមើលតារាដើម្បីរកវិធីដណ្ដើមយកទ្រព្យសម្បត្តិនោះនៅយប់មួយសេដ្ឋីបានលួចជុលទៅក្នុងស្រែហើយបេះយកគ្រាប់ស្រូវមៀលមួយក្តាប់គាត់ប្រញាប់រត់ទៅផ្ទះដើម្បីដាំវាដោយក្តីលោភលន់ប៉ុន្តែដោយសារចិត្តអាក្រក់របស់គាត់គ្រាប់ស្រូវមិនបានដុះជាមាសទេវាคล้ายជាដើមបន្លែយក្សដែលដុះរុំបំពាត់ផ្ទះរបស់គាត់រហូតគាត់ភ័យលាស់ព្រលឹងចំណែកឯតារាវិញគាត់មិនបានទុកទ្រព្យសម្បត្តិសម្រាប់តែខ្លួនឯងទេគាត់បានចែករំលែកស្រូវទឹកដល់អ្នកភូមិគ្រប់គ្នាធ្វើឲ្យអ្នកភូមិរួចផុតពីភាពអត់ឃ្លានចាប់ពីពេលនោះមកភូមិក៏មានសេចក្តីសុខសប្បាយសេដ្ឋីក៏បានកែខ្លួនចំណែកតារានៅតែជាមនុស្សចិត្តល្អនិងឧស្សាហ៍ព្យាយាមដដែលនេះហើយជាលទ្ធផលនៃអំពើល្អនិងអំពើអាក្រក់ការចែករំលែកនាំមកនៃសេចក្តីសុខ